Miguel Oyarzabal បាទឯឡង់ឆ្វេងអាចធ្វើបានទេ Miguel Oyarzabal Bruno បាទមួយអ្នករបស់ក្រុមបាល់ទាត់រៀលសូស៊ីដេតមានអ្នកចាំទីដៃទី1 Remiro ខ្សែការពារមាន Aihen មានខ្សែការពារ Offcut មាន Zobeldia ចាប់ដៃគូជាមួយនឹង Arit បំរើ3រូបបាទគឺមានកីឡាករ Mendes មាន Zombie Mendy មានកីឡាករ Marin នៅខាងលើគឺមានតាកេបាទ Fusa Kubo មាន Oyarzabal ដែលជាប្រធានក្រុមនៅខាងស្ដាំគឺមាន Becker បាទមួយអ្នករបស់ Manchester United មានអ្នកចាំទី Andre Onana ខ្សែការពារមាន Haven មាន Mathis De Ligt មាន Nusa Masuri បំរើមាន Patrick Dorgu មានកីឡាករ Bruno Fernandes មាន Casemiro នៅខាងស្ដាំមាន Dalot បាទបំរើប្រយុទ្ធមាន Alejandro Garnacho មាន Jose Saxi បាទចាប់ដៃគូបាទជាមួយនឹង Ramos Hojlund បាទកែចេញបាទពីខាងក្រុមបាល់ទាត់ Real Sociedad ដែលជាក្រុមភ្ញៀវបងប្អូនយើងដែលកំពុងតែផ្ដល់កិត្តិយសបាទអាចធ្វើការទីលេងថាលេងបានតាកេ Fusa Kubo បញ្ជូនកាត់បាល់ចូលឃ្លៀបានពីខ្សែការពារបាទ Mathis De Ligt បាទជួយបាល់នេះបានបាទ De Ligt ការពីប្រកួតណាទេបាទល្អគឺល្អយកតែមែនទែនដោយការប៉ះជាមួយនឹង Real Sociedad ជើងទី1នេះមិនដឹងអូគឺការប៉ះជាមួយ Arsenal បាទ Man U ប៉ះជាមួយ Arsenal នៅក្នុងពេលរង្វាន់ Premier League បាទសួស្តីចិត្តអូនបាទសួស្តីរដូវសាលវិជ្ជការផងបាទសួស្តីទីបាទយ៉ាងមិនចេះមានការឈិចអីបាទមានការពីនៃអ្វីប៉ះដៃឬក៏យ៉ាងណាបាទ Patrick Dorgu ទៅមើលដែរចំតែគ្រូឲ្យកាត់ Dorgu ក៏ទៅមើលបាទ Heaven ក៏ទៅមើលថាកំហុសអីគេបាទយ៉ាងមិនចេះElle est à la maison là-bas អូតិចកំហុសបាទឈិចវាអោបាល់ penalty ដែលបាទ De Ligt គាត់ clear បាល់ទៅទើសជាមួយនឹងជើងខ្សែប្រយុទ្ធបាទនៅក្នុងប្រអប់របស់ Real Sociedad បាទចាំមើលគាត់មើលថាតើ Mathis De Ligt ប៉ះបាល់ត្រូវមុនឬក៏ប៉ះជើងខ្សែប្រយុទ្ធ VAR ឈិចរួចរាល់បានផ្ដាល់បាល់ penalty ឲ្យក្រុមបាល់ទាត់ Real Sociedad ហើយបាទ Miguel Oyarzabal បាទឯឡង់ឆ្វេងអាចធ្វើបានទេ Miguel Oyarzabal Goal 1-0ពីប្រកួតបាល់ទល់នឹងក្រុមបាល់ទាត់បិសាចក្រហម Manchester United បាទ Miguel Oyarzabal បើគឺអាចសុទ្ធបាល់ penalty បាទគឺសម្រេចទាំងពីរគ្រាប់តែម្ដងបាទកាលពីជើងទី1គ្រាប់បាល់របស់ Oyarzabal គឺជាការសុទ្ធបាល់ penalty តាមស្មើ1-1ត្រឡប់មកដល់ទឹកដីអង់គ្លេសបាទគឺនៅកីឡដ្ឋាន Old Trafford Oyarzabal បាទ Oyarzabal បាទចង់ចេញ Oyarzabal គឺនៅតែបាទបន្តរកគ្រាប់បាល់បានតាមរយៈការសុទ្ធបាល់ penalty បាទទៅលើក្រុមបាល់ទាត់ Manchester United បាទដែលជាក្រុមម្ចាស់ផ្ទះបាទអញ្ចឹងកើតគ្រាប់បាល់លឿនមែនទែនបាទសម្រាប់ការប្រកួតជើងទី2នេះបាទAlejandro Garnacho ទាញពីលើដំបូលទូ Garnacho សុទ្ធឈួយចាប់ជាប់ពីអ្នកចាំទីតែម្ដងបាទ Alex Remiro បាទចាប់គ្មានឲ្យសំបីតែកន្លកបាទយើងមកមើលការសុទ្ធឈួយពីលើដំបូលទូបាទឱកាស Bruno កាត់បាល់ចូលថាជួយបានហើយក៏គ្រប់គ្រងបាល់ពីខ្សែការពារ clear ចេញមកវិញតើមានការពិនិត្យបាទឬក៏យ៉ាងណា Ramos Hojlund បាទគឺដួលនៅក្នុងប្រអប់គ្រោះថ្នាក់លោកកញ្ញាក្រៅផ្ដល់បាល់ penalty ហើយឬក៏យ៉ាងណាយើងមកមើលសិនបាទដោយសារបាញ់មិញបាទប្លង់កាមេរ៉ាបាទគឺចាប់បាទបាល់ដែលខ្សែការពារ clear យើងមើលមិនទាន់ថាអញ្ញាក្រៅចង្អុលផ្ដល់បាល់ penalty ឬក៏ប៉ុន្តែយើងមើលចេតនាតាមរយៈការតវ៉ាពីខ្សែការពាររបស់ក្រុមបាល់ទាត់ Real Sociedad ប្រកាសណាស់បាទគឺលោកមន្ត្រីអញ្ញាក្រៅបានផ្ដល់បាល់ penalty រួចរាល់ទៅហើយឲ្យក្រុមបាល់ទាត់បិសាចក្រហម Manchester United យើងមកទស្សនារូបភាពយឺតទាំងអស់គ្នាបាទការបញ្ជូនបាល់ពី Casemiro ហើយក៏ Bruno ទះបាល់ចូលឲ្យ Ramos Hojlund ទៅអ្នកបាទថែមឆ្វេងតែខ្សែការពារមករំខានពីខាងក្រោយការបញ្ជូនពីកាពីតេនក្រុមខ្សែការពារស្លាយមិនត្រូវបាល់ទេយើងមើលប្លង់ពីខាងស្ដាំវិញម្ដងទាត់នេះបើគឺបាល់គឺចេញពីជើងឆ្វេងរបស់ Hojlund ស្របពេលដែលខ្សែការពារស្លាយបាទស្លាយតែស្លាយមិនត្រូវបាល់ទេបាទឥឡូវនេះមានបាល់ penalty មកវិញហើយមានរឿងត្រូវនិយាយគ្នាហើយ V Black សួស្តីហៀខ្សែបំរើសញ្ជាតិប៉ូទុយហ្គាល់ចុះលើកនេះ Bruno Goal 1-1 Bruno Fernandes អាចសុទ្ធតាមស្មើត្រឹមតែ16នាទីនៅក្នុងវគ្គទី1តែប៉ុណ្ណោះក្រុមទាំងពីរអាចសុទ្ធបញ្ចុកទីគ្នាទៅវិញទៅមក
មានក្របបាល់កាត់ឡើងបូតធីមទៅស្គាល់2គ្រាប់ទៅហើយបាទហើយក្របបាល់ទាំង2គ្រាប់គឺសុទ្ធសឹងតែកើតចេញពីការទាត់បាល់ពីនៃ 11 ម៉ែត្រដូចគ្នាបាទក្របបាល់យ៉ាងស្អាតបាទការសុទ្ធមកគឺទះមកមុំខាងស្ដាំដៃអ្នកចាំទីបាទរីឯអ្នកចាំទីគឺគាត់សម្រេចចិត្តហក់ទៅខាងឆ្វេងខ្លួនរបស់គាត់ទៀតណាហ្សាក់ស៊ីទាញកັບហើយហ្សាក់ស៊ីកັບហ្សាក់ស៊ីទាញហ្សាក់ស៊ីកាត់ចូលវៃការ៉ាម៉ូហូចឡាន់អូយសោកស្ដាយមែនទែនណែដោយសារតែមានការរិះគន់ស្ថាបនាទើបធ្វើឲ្យហ្សាក់ស៊ីឡអានេះបានគេហៅថាខ្សែប្រយុទ្ធបាទដែលពូកែដែលជំនាញបាទនេះ offside ទេមើលទៅបាទដល់គូយើងមកមើលការកັບដាច់មកចង្កេះកັບដាច់មកចង្កេះទៀតទាញទៅផ្ទះឆ្វេងផ្លាប់ហើយក៏ថែមឆ្វេងពីរ៉ាម៉ូហូចឡាន់ហ្សាក់ស៊ីអើយបាទហ្សាក់ស៊ីណែឡពេកហើយបាទនេះបើសិនជារ៉ាម៉ូហូចឡាន់ចូលទាត់ចូលខ្ញុំឲ្យបាទហ្សាក់ស៊ីក៏ថា MVP Man of the Match នៅក្នុងបេះដូងរបស់ខ្ញុំអូបាទលើកដូចចាក់ដាក់យ៉ាងសុទ្ធឆ្វេង Patrick Dorgu វ៉ាវបាទបាល់ set piece មកបាល់នេះបាទគឺល្អណាស់លោកគ្រូ Robin Amorim ហើយយើងមកមើលបាទការបញ្ជូនបាល់មកពី Bruno បាទ pin point តែម្ដងអ្នកដែលសុទ្ធ volley នេះក៏សុទ្ធល្អទៅទៀតណែកុំតែខ្សែការពាររត់ទៅដាក់សម្ពាធបន្តិចផងកុំអីបាទ Patrick Dorgu គាត់មានពេលរៀបចំជើងនេះតែបន្តិចបាទបាល់នេះអាចនឹងសុទ្ធបាទចំគោលដៅគាត់ថាបានបាទឱកាសសិក្សាសុទ្ធស្ដាមថែមជួយបានទេដួលក្នុងប្រអប់កន្ត្រាក់បែសុទ្ធស្ដាមជាបន្តទៀតប្លុកជាប់អញ្ញាក្រៅភ្លឹមកញ្ចែផ្ដាល់បាល់ពីនៃ11ថាដាក់ថា no លោកអញ្ញាក្រៅថាគ្មានការតវ៉ាអ្វីទាំងអស់គ្មានការតវ៉ាអ្វីទាំងអស់អូចង់ផ្លាត់សម្លេងបងប្អូនអធិស្ឋានបងប្អូនយើងដែលទស្សនាឥឡូវនេះឲ្យបងប្អូនយើងដែលទស្សនាបាទនេះពេលព្រឹកព្រលឹមផងណាបងប្រុសសារីyes យើងមកទស្សនាការទាញទៅនេះជំហរខ្សែការពារនៅស្ងៀមបាទប៉ុន្តែយ៉ាងណាគេចង្វាក់កាត់បាទបាល់ទៅមនុស្សនៅPatrick Dorguគាត់បាទទះចូលក្នុងចាំមើលតើលោកអញ្ញាកដាលបាទនឹងសម្រេចចិត្តដោយឯកច្ឆន្ទបែបនេះឬក៏មានការពិនិត្យ VAR លោកអញ្ញាកដាលបង្ហាញថាបាល់ដាក់មកហើយអរិទ្ធថានេះខ្ញុំអត់បានទៅមកខានDorguឯងណាខ្ញុំនៅស្ងៀមថាខ្ញុំអត់មាននេះDorguថាខ្ញុំមិនដឹងទេខ្ញុំប្រឹងកិច្ចបែឯងដែរតែអរិទ្ធថាគួរតែទៅប្រាប់គ្រូបន្តិចទៅថាបាល់នេះខ្ញុំអត់បានរំខានបែឯងទេប៉ុន្តែម៉ាណេលោកអញ្ញាកដាលថានេះមកចាំទីមកឲ្យលឿនចាំទីអញ្ញាកដាលដូចជាមាត់ចត់ដូចជាគុតមុតមែនតើអត់និយាយច្រើនទេបាទ Bruno ក៏ត្រៀមទាត់បាល់ពីនៃ11ម៉ែត្រលើកទី2នៅក្នុងការប្រកួតនេះសម្រាប់ខ្លួនក៏ជាការទាត់បាល់ penalty លើកទី3នៅក្នុងការប្រកួតនេះដែរ Bruno Goal 2-1សុទ្ធបាល់ penalty ជោគជ័យដោយ Bruno Fernandes បាទមិនខកខាននោះទេបាទអ្នកចាត់ការទៅបាទលោក Robin Amorim ក៏មិនទាន់បង្ហាញទឹកមុខបាទញញឹមឬក៏សប្បាយចិត្តឡើយដែរព្រោះថាពេលវេលានៅវែងឆ្ងាយទៀតយើងមកមើលបាទការសុទ្ធមកទះមកមុំខាងឆ្វេងដៃរបស់អ្នកចាំទីបាទលេខនេះអ្នកចាំទីក៏ហក់ទៅមុំស្ដាំវិញម្ដងប៉ុន្តែ Bruno បាទគឺម៉ែកទឹកចិត្តអ្នកចាំទីបានក៏ទះដាច់ចង្កេះសាជាថ្មីទះឆ្វេងមកជាបន្តទៀតពី Diego Dalot បែរមកឲ្យកាន់ឈោ2 ទល់នឹង 2កាន់ឈោបញ្ជូនបានទេកាន់ឈោបញ្ជូនមកស្ដាំបានទេបញ្ជូនមកឲ្យ Bruno Goal 3 ទល់នឹង 1សុទ្ធបញ្ចូលទីដោយ Bruno Fernandes hat-trick អូ amazing បាទជាការរកគ្រាប់បាល់ hat-trick បាទលើកដំបូងនៅក្នុងអាជីពរបស់ខ្លួនហើយសម្រាប់ Bruno ឲ្យក្រុមបាល់ទាត់ Manchester United នៅក្នុងពានរង្វាន់អឺរ៉ុបយើងមកមើលចុះបាទការទះមកពី Dalot បាទបញ្ជូនឲ្យ Garnacho បាទអ្នកដែលអាស៊ីចឹងសាប់យើងមកមើលការទាញចូលខាងក្នុងចំណេញរងចាំគ្នារត់មក support ក៏ឃើញហើយកលេចឃើញមកកន្ទុយផ្លេចបញ្ជូនចូលផ្លាប់ហើយក៏សុទ្ធស្ដាំទៅមុំទី2អ្នកចាំទីគឺបានត្រឹមតែឈរមើលបាទបាល់ចូលសំណាញ់ទីតែប៉ុណ្ណោះបាទឱកាស Patrick Dorgu អូយដាច់ចង្កេះទាំងខ្ញុំទៀតលបាល់យកល្បេះសេះហើយជន់ Patrick Dorgu ចិត្តឆ្វេងអត់ផុតពីខ្សែការពារស្មានតែគេសុទ្ធហើយមិននៅត្រៀមនឹងស្រែកថាសុទ្ធឆ្វេងតែមានណាបាទហុចឆ្លាន់ក៏ចង់ភ្ញាក់ដែរបាទរ៉ាម៉ូហុចឆ្លាន់កាត់បាល់ Diego Dalot Goal 4 ទល់នឹង 1ដោយខ្សែការពារសញ្ជាតិប៉ូទុយហ្គាល់ Diego Dalot សុទ្ធបញ្ចូលទីនៅនាទី90+1ទៅហើយ
ការបញ្ជូនមកពីរ៉ាម៉ូហូឆ្លាន់បាទ4ទល់នឹង1បាទអូនណាថាខ្ញុំសុំមកអបអងគេឯងដែរបាទអាយូ អូមែនយូថ្ងៃនេះគឺទស្សនាដោយធម្មពលបាទបងប្អូនទស្សនាដោយមិនងងុយគេទេបញ្ញាជូនរូបភាពដ៏ស្រស់ស្អាតជូនដល់បងប្អូនយើងដែលទស្សនា highlight ព្រឹកឡើងតាមរយៈបាទគឺបាទ DJV ផងគាត់ខុកបាទកាត់ជូនបងប្អូនយើងហើយថ្ងៃនេះគឺអត់ថែមម៉ោងទេបាទខ្ញុំអត្ថាធិប្បាយគូ Liverpool ជាមួយនឹង Paris ថែមម៉ោងដល់វគ្គ penalty អត្ថាធិប្បាយ Real ជាមួយអាតេថែមម៉ោងដល់វគ្គ penalty ស្មានតែយប់នេះថែមម៉ោងទៀតឯតាលោកមន្ត្រីយ៉ាងណាផ្លុំកញ្ចែបញ្ចប់ការប្រកួតជាផ្លូវការអបអរសាទរបិសាច់ក្រហមឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយបាទនៅក្នុងពានរង្វាន់អឺរ៉ុបបាទ UEFA Europa League សម្រាប់ការប្រកួតនឹងត្រូវលេងនៅពាក់កណ្ដាលខែមេសា